ការផ្ដោតលើអ្វីដែលយើងអាចគ្រប់គ្រងបានបើតាមលោក Stephen Covey អ្នកនិពន្ធសៀវភៅអភិវឌ្ឍខ្លួនដ៏ល្បីល្បាញ The 7 Habits of Highly Effective People បានចេញសារអប់រំថាក្នុងជីវិតរឿងរ៉ាវត្រូវបែងចែកជាពីររឿងដែលយើងត្រូវគ្រប់គ្រងបានដូចជាអាកប្បកិរិយាការខិតខំប្រឹងប្រែងគំនិតនិងប្រតិកម្មរបស់យើងនិងរឿងដែលយើងគ្រប់គ្រងបានដូចជាអាកាសធាតុសេដ្ឋកិច្ចការរិះគន់ឬសកម្មភាពរបស់អ្នកដទៃមនុស្សដែលអភិវឌ្ឍខ្លួនបានល្អគឺជានគរដែលចំណាយធម៌ពលនិងពេលវេលាលើអ្វីដែលពួកគេអាចគ្រប់គ្រងបានដើម្បីកសាងសមត្ថភាពផ្ទាល់ខ្លួនជាជាងអង្គុយតូចចិត្តឬរអ៊ូរទាំលើរឿងដែលមិនអាចកែប្រែបានសារលើកទឹកចិត្តអ្នកមិនអាចគ្រប់គ្រងរលកសមុទ្របានទេប៉ុន្តែអ្នកអាចរៀនជិះលើរលកនោះបាន